Chẳngដែរជាថ្មីម្ដងទៀតយើងចូលមកកន្លែង data transformation ចឹងនេះគឺជា slide ដែលលោកគ្រូលីសុងបាន share មកឲ្យបងដែលជា co-assistant របស់លោកគ្រូលីសុងចឹងចូលមក page ដំបូងរបស់យើងគឺយើងនិយាយពីស្អីគេដែលជា data transformation យើងនឹងចាប់ផ្ដើមទៅដល់តាស្អីគេដែលជា data transformation ចឹង data transformation គឺជា process មួយដែលយើង convert ឬក៏យើង modify data ចេញពី raw data អញ្ចឹងបងដឹងហើយដូចតែលោកគ្រូលីសុងបានពីការពីក្រឹកមិញអញ្ចឹង data ដែលយើងចេញមកពី raw data ដែលយើងយកចេញមកពី website ដែលយើងយកចេញពី PDF អញ្ចឹង data មួយចំនួនវាប្រកបជាមាន missing error ហើយនឹង data មួយចំនួនទៀតគឺ consistent អញ្ចឹងទៅលើ transform data គឺវាមានសារៈសំខាន់មើលបងមានចម្លើយទេបើអញ្ចឹងបងប្អូនសូមបន្តទៅមុខទៀតអីអញ្ចឹងទៅលើ transform អញ្ចឹងនៅពេលដែលយើង transform data មានកាន់តែ quality អញ្ចឹងការវិភាគរបស់យើងក៏កាន់តែល្អដែរអញ្ចឹងកន្លែងនេះគេថាដែរ data transformation refer to the process of converting and modifying data from the raw source from the into format that is support អញ្ចឹងនៅពេលដែលយើង transform data ពី raw ដែលយើងអាចសមស្របសម្រាប់ការវិភាគបានសម្រាប់ធ្វើរបាយការណ៍ហើយជាមួយនឹងអាជីវកម្មរបស់យើងអញ្ចឹងដំណើរការនៅក្នុងការ transform វាមានសារៈសំខាន់ step របស់វាគឺដំបូងគឺយើងត្រូវធ្វើ data preparation workflow ដើម្បី make sure ថា data របស់យើងនឹងគឺវា accurate គឺអាចប្រើប្រាស់បានអញ្ចឹង data របស់យើងពេលខ្លះយើងលោក data មកប៉ុន្តែយើងអត់ប្រកាសថា data របស់យើងនឹងគឺ accurate អាចយកទៅប្រើប្រាស់ឬក៏វិភាគបានទេអញ្ចឹងយើងត្រូវការចូលទៅកាន់ transform ដើម្បីធ្វើការវិភាគហើយទៀតគឺ consistent ដូចដែលបងអូនបានប្រាប់ចឹងគឺទៅលើតម្លាភាព data របស់យើងគឺពេលខ្លះ data របស់យើងគឺ column ខ្លះធំពេក column ខ្លះតូចពេកតែយើងឆែកវាថា data ហ្នឹងសមស្របអត់ហើយនឹងមួយទៀតគឺ align with ជាមួយនឹង requirement of the intent អញ្ចឹងនៅពេលដែលយើងប្រើ data transform ហេតុអីបានយើងត្រូវប្រើ data transform មិញយើងសួរគាត់ឥឡូវយើងសួរ why ម្ដងអញ្ចឹង data transform គឺវាមាន key សារៈសំខាន់វាគឺទី1គឺសម្រាប់ឆែក quality data ទី3ទី2គឺសម្រាប់យើង deliver ទៅលើប្រភព data ផ្សេងគ្នាដែលពេលខ្លះដូចដែលផឹកមិញដែលបងលីសងបានបញ្ជាក់ដែរដែលបងលីសងបាន review ពេលមានចាស់ខ្លះដែរយើងមានយកចេញមកពី website យើងយកចេញមកពី PDF យើងមាន CSV អញ្ចឹងប្រភព data វាមានប្រភេទផ្សេងគ្នាតើនៅពេលដែលយើង integrate data ចូលគ្នានឹងយ៉ាងដូចដែរអញ្ចឹងដូចផឹកមិញដែរគឺបងលីសងមាន4ប្រភេទដែលយើងយក data មកអញ្ចឹងនៅពេលដែលយើងយក data ពីប្រភពផ្សេងគ្នាតែយើងអាច integrate ចូលគ្នាបានអត់អញ្ចឹងយើងអាច file ដែលគាត់មិញ4ហ្នឹងគឺយើងអាច integrate ចូលគ្នាបានអញ្ចឹងនេះគឺជាកន្លែងដែលយើងធ្វើ transformation ហើយចំណុចបន្តទៀតយើងចាប់ផ្ដើម prepare data សម្រាប់ analyze អញ្ចឹងនៅពេលដែលយើង analyze យើងត្រូវការ data បើសិនជា data ហ្នឹងវា error data ហ្នឹង missing data ហ្នឹង data type ហ្នឹងអត់ត្រូវទេអញ្ចឹងវាប៉ះពាល់ទៅដល់ការ analyze របស់យើងដែរហើយចំណុចមួយទៀតគឺ deriving meaning insight អញ្ចឹងមានន័យថានៅពេលដែលយើង clean data ហើយ data យើងស្អាតអញ្ចឹងនៅពេលដែលយើងវិភាគយើងទៅឲ្យ client ឬក៏ manager របស់យើងឬក៏ user client ដែលយើងត្រូវមើល dashboard របស់យើងហ្នឹងគាត់ងាយយល់ហើយ data របស់យើងគឺយើងអាច input ទៅដល់គាត់បានគឺមានន័យថានៅពេលដែលយើងបញ្យល់គាត់ងាយស្រួលក្នុងការស្ដាប់របស់យើងអញ្ចឹងវាដើរតួយ៉ាងសំខាន់ក្នុងការគ្រប់គ្រង data ហើយមួយទៀតគឺទៅលើអាជីវកម្ម business ដំណើរការរបស់គាត់ហើយវាក៏ contribute ទៅលើ execution ទៅលើការ making អញ្ចឹងដោយសារតែបើសិនជាយើងមាន data ហើយយើងវិភាគហើយបើសិនជា data យើងហ្នឹងគឺ clean អត់សូវបានស្អាតអញ្ចឹងការដែលយើង making ឬក៏យើងវិភាគហើយតទៅទៀតយើងពិបាកក្នុងការពិចារណាថាតើយើងគួរតែ follow ទៅតាមអ្វីដែលយើងបានវិភាគហ្នឹងឬក៏អត់ទេបើសិនជា data យើងបាន clean ស្អាតអញ្ចឹងការដែលយើងបង្កើតការសម្រេចចិត្តរបស់យើងក៏វាកាន់តែបានខ្ពស់ច្រើនដែរហ្នឹងហើយជាហេតុផលដែលយើងធ្វើជា data transformation អញ្ចឹងចូលមកចំណុចបន្តមកទៀតអញ្ចឹងចំណុចបន្តមកទៀតគឺយើងនិយាយពីនៅពេលដែលយើង cleaning នៅពេលណាយើង cleaning តើ data cleaning កន្លែងយើង cleaning ហ្នឹងគឺមានសារៈសំខាន់មួយខ្លះចំណុចទី1 missing value អញ្ចឹងយើងធ្វើមិនបានទៅលើ define ទៅលើ missing value បានដោយសារតែនេះគឺជា slide សម្រាប់ present សិនយើងនឹងតពីយើង present slide ហើយយើងនឹងទៅ practice data ទាំងអស់គ្នាហ្មងអញ្ចឹងហើយយើងយល់ពីទ្រឹស្ដី concept សិនយើងនឹងទៅអនុវត្តយើងនឹងយល់ដឹងរបស់វាកាន់តែច្រើនទៀតអញ្ចឹង
ទី1គឺ identify missing value នៅក្នុង data set របស់យើងអញ្ចឹងនៅក្នុង data set របស់យើងពេលខ្លះយើងឃើញ missing data គឺគេអត់បានបំពេញទេតើ missing value របស់វាហ្នឹងគឺបានមកពីណា reason របស់យើងគឺឧទាហរណ៍ random ពេលខ្លះ data ហ្នឹងពេលដែលយើង input មកគឺវា random គឺវាច្រឡំខ្លួនឯងមកហើយទៀត semantic ពេលខ្លះ data set ហ្នឹងគឺគាត់បើនិយាយឲ្យសួរស្ដាប់ខ្លះទៅសំណួរខ្លះឬក៏ question ខ្លះគាត់អាច skip បានអញ្ចឹងទៅ data ហ្នឹងគឺ missing វាអត់មានបានពេញទេអញ្ចឹងទៅយើងគិតថាdata ហ្នឹង missing ប៉ុន្តែយើងដឹងថា pattern ហ្នឹងសំខាន់គឺ data ហ្នឹងគេ skip ទេហើយនឹងមួយទៀតគឺ non response គឺបើសិនជាយើងនិយាយឲ្យស្រួលស្ដាប់ទៅបើសិនជា table ឬក៏ data set ហ្នឹងពាក់ព័ន្ធទៅជាមួយទៅនឹង Sari អញ្ចឹងបុគ្គលិកខ្លះឬក៏ client ខ្លះគាត់អត់អាចបំពេញ data នឹងបានទេអញ្ចឹងទៅយើងឃើញ data នឹង missing ប៉ុន្តែជាក់ស្ដែងគឺ data ហ្នឹងគេអត់បានបំពេញតែម្ដងគឺ data ហ្នឹងវា credential ជាមួយនឹង salary របស់គេហើយយើងត្រូវសម្រេចចិត្តគឺ decision on appropriate លើ strategy ហ្នឹងគឺទី1យើង fear missing value ហ្នឹងតែដូចជាមាន median ឬក៏ regression imputation អញ្ចឹងmin គឺជាតម្លៃមធ្យមឧទាហរណ៍ថាតម្លៃ1 2 3 4 10ហ្នឹងតើតម្លៃមធ្យមរបស់ data set របស់យើងជាប៉ុន្មានអញ្ចឹងយើង feed តម្លៃមធ្យមរបស់វាហ្នឹងទៅតម្លៃទៅលើ data ដែលយើង missing ហ្នឹងហើយ median គឺជាចំណុចកណ្ដាលអញ្ចឹង median នៅចំណុចកណ្ដាលពីលេខ1ដល់លេខ10អញ្ចឹងចំណុចកណ្ដាល data set របស់យើងគឺលេខ5ប៉ុន្តែនៅពេលដែលយើង input ជាក់ស្ដែងទៅលើ salary ចាប់ពី$200ទៅដល់$300អញ្ចឹងទៅក្នុងចន្លោះប៉ុណ្ណឹងតើ range មួយណាដែលជាតម្លៃចន្លោះកណ្ដាលនៃ data set របស់យើងថាយើងមាន10 data set អញ្ចឹង data set របស់យើងទី5ហ្នឹងគឺជា median របស់វាតើតម្លៃហ្នឹងប្រហែលយើងអាច feel វាតាមបានមួយទៀតយើង regression យើងមាន linear regression collinear regression ទៀតអញ្ចឹងមាន multiple regression តើវា feature របស់វាហ្នឹងតើ impact មិនខ្លះដែលយើងអាច improve ឬក៏ feel ទៅលើ data ដែលយើង missing ហ្នឹងបានមួយទៀតទៅលើ remove ទៅលើ delete row ឬក៏ column អញ្ចឹងនៅពេលដែល data set អានេះទៅតាមគោលការណ៍ដែរបើសិន data set យើងត្រឹមតែ 5% នៃ data set យើងដែលជា missing value ហើយក៏វាជា unnecessary ក៏យើងអាច remove វាចោលហើយបើសិនជា 10% ក៏យើងអាច remove វាចោលឬយើងអាចថា drop វាហ្នឹងប៉ុន្តែបើសិនជា data ហ្នឹង missing value ប៉ុន្តែវាជា data ដែលយើងមានសារៈសំខាន់យើងអាចត្រូវ remove វាដែរទេយើងប្រើ method ដូចខាងលើនេះគឺយើងអាចប្រើមាន median ឬក៏ method មួយចំនួនទៀតយើងអាចសួរទៅលើអ្នកដែល survey data ឬក៏បាន data ហ្នឹងមកថា data ហ្នឹង pattern មិនយើងនឹង skip វាក៏យើង input វាដោយ manual តែម្ដងចំណុចទី2 outlier អញ្ចឹងនៅពេលដែលយើងឃើញ outlier គឺជាបើសិនជាយើងនិយាយឲ្យស្រួលស្ដាប់ outlier មិនមែនជា data ដែលយើងគិតថាធំពេកតូចពេកហ្មងទេគឺនិយាយសួរស្ដាប់គឺ data ហ្នឹងគឺវាអាចថាចម្លែកខុសពីគេអញ្ចឹងដូចជា data pattern មាន10 data 20 data អញ្ចឹង data មួយហ្នឹងឬក៏2ហ្នឹងវាមើលទៅចម្លែកពីគេវាអត់ logic ដូច data ផ្សេងទៀតទេអញ្ចឹងគេហៅ outlier អញ្ចឹងដូចបងឃើញនៅខាងស្ដាំដៃរូបនេះអញ្ចឹងយើងឃើញថាតូចបំផុតធំបំផុតហើយមួយទៀតគឺនៅគៀនគេបំផុតអញ្ចឹងទៅតាមបន្ទាត់នេះ linear រត់ឡើងលើនេះប៉ុន្តែមាន data មួយនេះគឺវានៅដាច់ពីគេអញ្ចឹងគេហៅថាវាជា outlier ដែលជា data ដែលវាអត់មានត្រូវនៅក្នុង pattern វាថាវាអាច effect ទៅដល់ការវិភាគរបស់យើងអញ្ចឹងជាក់ស្ដែងបើសិនជា data set ទាំងអស់ហ្នឹងចេញពីលើចាប់ពី line linear ចេញពី0ឡើងទៅដល់ទី5យើងអាចថាខ្ពស់ជាងគេហ្នឹងបើយើងមើលតាម plot ហ្នឹងចឹង data ហ្នឹងវានឹង impact ទៅដល់ data ផ្សេងទៀតអញ្ចឹងគេសួរថាបើសិនយើងរក mean ឬក៏រក average នៃ data ប្រកបណាស់ data outlier មួយនេះវានឹងចូលរួមនៅជាមួយ data របស់យើងអញ្ចឹងទៅវាធ្វើឲ្យការវិភាគរបស់យើងហ្នឹងគឺ inconsistency ហើយទី2 A របស់យើងហ្នឹងយើង identify មកវាគឺ set score យើងប្រើរូបមន្ត set score បងអាចសូបន្តិច set score អញ្ចឹងនេះគឺជារូបមន្ត set score បើយើងកណនាទៅតាម statistic អញ្ចឹងនៅពេលដែលយើងកណនាទៅលើ statistic distribution យើងនឹងឃើញថាតើតម្លៃ set score ហ្នឹងតម្លៃប៉ុណ្ណាដែលយើងទុកតម្លៃប៉ុណ្ណាដែលយើងទុកហើយនឹងយ៉ាងទៀតយើងនឹងមានតារាង set score ដែរនៅក្នុងហ្នឹងដែរយើងអាចឆែកជា outlier ហើយនឹងមួយទៀតយើងបុក plot អញ្ចឹងបុក plot មួយទៀតបងដូចជាអត់បានសប៉ុន្តែយើងអាចទៅមើលបន្តិចតើបុក plot ហ្នឹងមិនចឹងនេះជាប្រភេទ box plot អញ្ចឹងមានន័យថា data ដែលជាចុចឆ្ងាយពីគេនេះគឺជា outlier data អញ្ចឹងបងអាចឃើញថានេះគឺជាចម្ងាយនៃ data ដែលជាយើងឆែក data box plot អញ្ចឹងនៅក្នុង Power BI យើងក៏មាន box plot ដែរអ
ចឹងយើងឃើញថា data នេះគឺនៅឆ្ងាយពីគេចឹងគឺជា data ដែលជា outlier យើងអាច remove វាចេញបានពីគ្រប់ data set របស់យើងហើយយើងនឹងត្រឡប់មក slide យើងវិញមួយទៀតគឺ domain knowledge ពេលខ្លះ data របស់យើងហ្នឹងគឺ outlier គេថាបើ based on ទៅលើ domain មួយថា domain ហ្នឹងក្នុង education តែដល់ពេលទៅលើ data ហ្នឹងមិនយូរទៅគេនិយាយពី education ប៉ុន្តែដល់ពេលតែសេយើងវាបកទៅកាន់ ផ្សេងទៀតថែមអញ្ចឹងក៏វាជា outlier នៅក្នុង data នេះបើសិនជាយើងនេះបងបើសិនជាយើង include ទៅលើ neural network របស់យើងវិញគឺថាវា separate ទៅកាន់ផ្សេងក្រៅពីគេអញ្ចឹងវាជា outlier នៃ data របស់យើងវាជាអត់តមានទេអញ្ចឹងបងអញ្ចឹងខ្ញុំនឹងទៅចំណុចបន្តទៀតគឺ V របស់យើងគឺ evaluate អញ្ចឹងយើង evaluate ទៅលើ data outlier យើងហ្នឹងយ៉ាងដូចម្ដេចដែរទី1គឺ outlier ទៅលើ valid មួយទៀតគឺ outlier ទៅលើ null តើពីហ្នឹងវាមានលក្ខណៈបែបម៉េចអញ្ចឹងទៅលើ outlier គឺវាយើងអាចឆែកមិញតាម domain របស់យើងទាំង4ហ្នឹងហើយបន្តទៀតយើងនឹងឆែកថាតើ decision ទៅលើ appropriate ទៅលើ strategy outlier ហ្នឹងអញ្ចឹងយើងនឹងចូលមកកន្លែង E មួយយើងនឹង keep outlier បើសិនជា response just observation and has inspection impact on the analyze អញ្ចឹងយើង outlier ពេលខ្លះ outlier របស់យើងហ្នឹងតើវា impact ទៅលើ data យើងហ្នឹង analyze យ៉ាងម៉េចបើសិនជាវា impact យ៉ាងយើងគួរតែ remove វាឬក៏យើងទុកវាចាក់ដូចដែលយើងមើលនៅចំណុចមុនហ្នឹងគឺទៅលើ missing value ហ្នឹងហើយបន្តទៀតនេះគឺជាការដែលយើង remove outlier បើសិនជាគេថាបើសិនជាដី a slide to error ឬក៏បើសិនជាដីគេមានន័យថាកន្លែងហ្នឹងគឺកន្លែងគេ stress analyze RISA ហ្នឹងគឺមានន័យថាតើទៅលើ data ហ្នឹងគឺវាមានភាពធំជាងគេអត់ឬក៏តូចជាងគេអត់ឬក៏វាលំអៀងទៅខាងណាអត់outlier ហ្នឹងយើងគួរតែ remove វាចឹងហើយចំណុចបន្តទៀតទៅលើ transform data outlier អញ្ចឹងទៅលើ transform outlier គឺពេលខ្លះដូចបងអូនយកទៅលើរូបភាពនេះម្ដងទៀត outlier នេះគឺវានៅឆ្ងាយដាច់ពីគេប៉ុន្តែនៅពេលដែលយើង transform វាគឺយើងសន្តានយើងពពាក់ load វាពេលខ្លះយើងចែកជា2ពេលខ្លះយើងពពាក់ឬ road វាដើម្បីឲ្យតម្លៃហ្នឹងវាកាន់តែតូចអញ្ចឹងនៅពេលដែលតម្លៃហ្នឹងវារត់កាន់តែតូចវាអាចនឹងមកខិតគៀកគ្នាមកកន្លែងគៀននេះវិញហើយដូចអូសម៉ៅនេះបងអូនឈ្មោះហ្នឹងអញ្ចឹងក៏វាជាដូចយើងខិតវាខិតមកគៀននេះអញ្ចឹង data របស់យើងក៏វាលែងជា outlier ដែរគឺ data យើងវានៅមានពង្រាបជាមួយគ្នាគៀបគ្នាដែរអញ្ចឹងនេះគឺជា outlier ស្របវិញ outlier គឺជា data មួយដែលយើងគេថាវាចម្ងាយពីគេវានៅឆ្ងាយពីគេវាអាចប៉ះពាល់ទៅដល់ការវិភាគរបស់យើងដែរអញ្ចឹងយើងអាចឆែកទៅលើ outlier យើងដោយសាត់ score បូក plot ហើយ domain knowledge របស់យើងហើយទៅលើការ clean data វិញអញ្ចឹងទៅលើការ clean data ទី3គឺ duplicate ចំណុចទី3របស់យើងអញ្ចឹងយើង identify ទៅលើ duplicate យ៉ាងដូចម្ដេចខ្លះអញ្ចឹងបើយើងមាន data 10 data raw ហើយបើសិនជា data ហ្នឹងគឺវាជា key ឬក៏ data ហ្នឹងគឺជាតម្លៃលក់ប៉ុន្តែគេ record 2ដងជាន់គ្នាអញ្ចឹងយើងប្រកាសជាសម្រេចចិត្តហើយយើងនឹង delete data ដែលជា sub duplicate គឺមានន័យថាfirst row ហើយ second row ដូចយើងឃើញអញ្ចឹងគឺទៅលើការ decision របស់យើងហ្នឹងគឺទី1គឺយើងទុកនៅ data របស់យើងហើយដល់ second យើងនឹង remove វាចោលគឺ subsequent ហើយចំណុចទី2របស់យើងនេះគឺ remove ទៅលើ all duplicate ដែល content ទៅលើ data របស់យើងអញ្ចឹងមានន័យថា data នៅពេលដែលយើងនៅក្នុង Power BI យើងចូលទៅដល់យើងនឹង close ទៅលើ column មួយយើងនឹង remove duplicate អញ្ចឹង data ណាបើសិនជាវាជាន់គ្នាវានឹង automatic របស់យើងគឺ remove duplicate វាទុកតែ unique record របស់យើងទេគឺអញ្ចឹងមានន័យថា100មានតែមួយ record ទេវាអត់ជាន់គ្នាទេអញ្ចឹងចំណុចបន្តទៀតគឺបើសិនមក duplicate ហ្នឹង expect valid ឬក៏ retain then បែរថាកន្លែងហ្នឹងគឺទៅលើ feature បើសិនជាកន្លែងហ្នឹង duplicate យើងបើសិនជា sometimes យើងគិតថាremove វាទៅដើម្បីកុំឲ្យជាន់គ្នាប៉ុន្តែនៅពេលដែលយើង remove duplicate ហ្នឹងគឺពេលខ្លះ sometimes វានឹង effect ទៅដល់ future របស់យើងហើយមួយទៀតគឺចំណុចទី4គឺ consistent data អញ្ចឹង consistent យើងអាច define ទៅលើ consistent data ហ្នឹងយ៉ាងដូចនេះដែរអញ្ចឹងទៅលើចំណុច B យើង standard ទៅលើ data apply របស់យើងគឺទី1របស់យើងគឺ convert unique consistent system លក្ខណៈថាបើសិនជា data set ហ្នឹងនៅខាងអឺរ៉ុបគេយកជា pound យកជាអីចឹងទៅហើយនៅស្រុកខ្មែរយើងជាទូទៅការលក់របស់យើងគិតជាគីឡូគិតជាអីចឹងទៅយើង consistent data របស់យើងគឺទៅតាមទំនៀមទម្លាប់គឺរបបនៅការលក់របស់យើងខ្មែរចឹងទៅអញ្ចឹងយើងនៅក្នុងនេះឧទាហរណ៍ដូចជាយើង convert ពី weight
ដែលយើងចេញពី pound ហ្នឹងទៅជា kilo អញ្ចឹងទៅហើយមួយទៀតគឺលើ standard date អញ្ចឹង data set របស់យើងបើសិនជា data set របស់យើងជា date យើង convert វាទៅជា date បើសិនជានៅក្នុង data set របស់យើងមាន include time យើង convert ជា date and time អញ្ចឹងទៅហើយបើសិនជា data set របស់យើងជា numerical យើង convert វាជា whole number ឬក៏ decimal number ទៀតដែរអញ្ចឹងទៅហើយចំណុចបន្តទៀតយើងទៅ normalize text របស់យើងអាច text របស់យើងអាច convert វាទៅជា uppercase ឬក៏ lower case វាណាអក្សរធំទាំងអស់តូចទាំងអស់អញ្ចឹងទៅហើយយើងអាច remove punctuation មានសញ្ញាសួរផ្កាយ dot try អីចឹងថែមទៀតអញ្ចឹងទៅហើយយើងនឹង apply ទៅលើ segment ហើយនឹង lemmatization ក៏យើងអាចនិយាយថាយើងអាចដូចជាយើងទៅលើ vector របស់អង់គ្លេសគឺ running ឬក៏បន្តទៀតគឺ run road អីចឹងទៅថែមទៀតចឹងទៅអញ្ចឹងវាលក្ខណៈថាវានឹង convert វាទៅជា road នៃ alphabet របស់យើងវិញគឺ word របស់យើងវិញគឺមានន័យថាវា convert មកពីដើមរបស់វាអញ្ចឹងអាហ្នឹងកន្លែងជាង technique ហើយចំណុចទី5ទៅលើ data validation អញ្ចឹងបងសង្ឃឹមថាការបញ្យល់របស់បងគឺបងអាចស្ដាប់បានហើយនៅទុកចំណុចបានគឺបង very detail ចំណុចមួយគឺ clear ហើយបើសិនជាអត់តន់កន្លែងណាថែមទៀតក៏អាច note មកសួរបងបាន direct នៅពេលដែលបងកំពុងតែបញ្យល់បងនៅមានចម្ងល់ឬក៏សំណួរនៅកន្លែងហ្នឹងអាច interrupt បងគឺសួរបងបានហើយចាំបងតទៅគេអរគុណច្រើនចឹងថាបងប្អូនគ្នាទាំងអស់គ្នាពាក់ព័ន្ធជាមួយ data transformation ខ្ញុំសូមសង្ខេបខ្លីបន្តិចបើគ្នាយើងអត់តន់យល់អំពី data transformation នឹងមានន័យថាម៉េចខ្ញុំបាន share ពាក់ព័ន្ធមួយ document នៅក្នុង group rate លេខ3ហ្នឹងគ្នាអាចចូលទៅអានបន្ថែមបានហើយទី2ទៅលើ slide ខ្ញុំបាន share អញ្ចឹងខ្ញុំសរុបរួមមកខ្លីវិញពាក់ព័ន្ធជាមួយនឹង data transformation វាជា process មួយនៅក្នុងការបើយើងនិយាយពីការ make up វិញជា process មួយនៃការ cleaning បាទបើយើងនិយាយអំពីការតបតែងខ្លួនវិញជា process មួយនៃការមួយទឹកមុនការស្លៀកពាក់កៅអៅថ្មីបើយើងនិយាយអំពីការកាត់សក់វិញមានន័យថាជា process ដែលយើងតម្រឹមចឹងសក់មុនចេញរូបរាងថ្មីអញ្ចឹងសរុបមកនឹងការធ្វើ data ក្នុង Power BI data transformation វាជា process មួយនៃការ mash up data ការ shaping data ការ clean data និងការរៀបចំ data ឲ្យវាមានប្រសិទ្ធភាពធ្វើម៉េចដើម្បីឲ្យមានប្រសិទ្ធភាពឧទាហរណ៍ពាក់ព័ន្ធជាមួយនឹងការលក់ពាក់ព័ន្ធជាមួយនឹង data ពាក់ព័ន្ធជាមួយនឹង finance អញ្ចឹងខ្ញុំជឿថាគ្នាយើងនៅ Report Excel ពីច្រើនគឺគណនា Report Excel បើរូបមុននៅក្នុង data transformation មាន tool មួយចំនួនដែលយើងនឹងទៅលម្អិតបន្ថែមទៀតហ្នឹងគឺមិនចាំបាច់បើរូបមុនទេក៏យើងអាចគណនារកចម្លើយបានដែរឧទាហរណ៍ព្រឹកមិញពាក់ព័ន្ធជាមួយនឹង gross profit ពាក់ព័ន្ធជាមួយនឹង month ពាក់ព័ន្ធជាមួយនឹង year ទាំងអស់ហ្នឹងក៏ជា process នៃ data transformation ដែរអញ្ចឹងថ្ងៃនេះយើងនឹងស៊ីជម្រៅបន្ថែមថាតើ data transformation ឬក៏ tool នៅក្នុង data transformation មានអីគេខ្លះដែលយើងអាចប្រើបាននៅក្នុង Power BI អញ្ចឹងគាត់នឹងបញ្ចប់មេរៀននេះហើយគ្នាយើងអាចមើលទៅបើមានចម្ងល់អីអាច direct សួរខ្ញុំក៏បានតម្លាក់ក្នុង group ក៏បានបើអត់ចង់ voice ហើយតម្លាក់ក្នុង group chat ក៏បានដែរហើយបន្តមកទៀតនេះយើងនឹងចូលពាក់ព័ន្ធជាមួយនឹង case study ជាក់ស្ដែងអញ្ចឹងពាក់ព័ន្ធជាមួយនឹង case study វាសំខាន់នៅក្នុងផ្នែក data transformation ព្រោះដោយសារដើម្បី build visualize ស្អាតដើម្បី build dashboard មួយស្អាតហើយត្រូវជាមួយនឹងតម្រូវការរបស់ management យើងត្រូវយល់អំពី process នៃ data transformation បើនិយាយស្រួលខ្លីវិញវាជា data preparation ហ្នឹងហើយអញ្ចឹងខ្ញុំសូមបកគោលទៅកាន់នេះជូនទៅចន្ទថាវិញហើយចន្ទថាអាច start ពាក់ព័ន្ធជាមួយនឹងមេរៀនបន្តបានអរគុណគូលីសុងអញ្ចឹងយើងទៅចំណុចបន្ថែមទៀតគឺចំណុចទី5របស់យើងគឺទៅលើ data validation អញ្ចឹងគឺ data validation គឺជាកន្លែងដែលយើងត្រូវឆែកក៏កន្លែងដែលយើងត្រូវពិនិត្យទៅលើ data set របស់យើងថាតើ data set របស់យើងគឺបានត្រឹមត្រូវឬក៏មានភាពខុសឬក៏មានការកត់ត្រាមួយណាដែលវាអាចខុសទៅលើ data របស់យើងឬក៏ data ហ្នឹងគឺអត់បានបំពេញទេគឺ empty របស់យើងហ្នឹងគឺយើងឆែកទៅលើ data validation អញ្ចឹងទៅលើចំណុចគឺយើងមាន3ចំណុច A B C អញ្ចឹងទៅលើចំណុចទាំង3ហ្នឹងគឺចំណុចសំខាន់គោលហ្មងគឺយើងទៅឆែកទៅលើ record data របស់យើងតើ data set របស់យើងហ្នឹងវាត្រឹមត្រូវទៅអ្វីដូចជាមួយនឹង data set ដែលរៀបតាមយើងមកហ្នឹងផងអញ្ចឹង A គឺយើង identify ទៅលើ validation rows ឬក៏ row របស់យើងហើយនឹង constant based on ទៅលើ expect value ហើយនឹង data domain អញ្ចឹងបើសិនជាយើងមើល data ហ្នឹងហើយគេ record data set ហ្នឹងហើយប៉ុន្តែបើសិនជាយើងមើលទៅ data ហ្នឹងវាដូចជាអត់សូវសមហេតុផលទេអញ្ចឹងហើយកន្លែងហ្នឹងគឺជាកន្លែង validate data យើងពិនិត្យមើល data អញ្ចឹងចំណុចបន្តទៀត B គឺយើង validate data បើសិនជា data ហ្នឹងឥឡូវបងប្អូនជាក់ស្ដែងឧទាហរណ៍ជាក់ស្ដែងទៀតគឺទៅលើអាយុរបស់មនុស្សយើងគឺអត់អាចដកអីគឺអាយុរបស់យើងយ៉ាងហោចណាស់ក៏
មួយខែពីរខែឬក៏មួយឆ្នាំពីរឆ្នាំអីចឹងប៉ុន្តែច្រើនគេគិតជា count គឺជាមួយឆ្នាំពីរឆ្នាំ3ឆ្នាំចឹងទៅអញ្ចឹងប៉ុន្តែ data set បើសិនជាដកគឺខុសហើយព្រោះអាយុយើងអាចដកបានទេហើយបន្តទៀតស៊ីអញ្ចឹងតើ data ដែលយើង validate ហ្នឹងបើសិនជាវាមានកំហុសខុសឆ្គងកន្លែងហ្នឹងយើងគួរ edit វាឬក៏យើងគួរតែ drop វាឬក៏យើងធ្វើយ៉ាងដូចទៅលើ data set របស់យើងទៅលើ validate ចឹងបើសិនជា data ហ្នឹងវា outlier ឬក៏យើងអាចនិយាយថា data ហ្នឹងបើសិនជាអាយុឃើញដកអញ្ចឹងអូខេ data ហ្នឹងគឺ validate យើងអាចខុសយើងអាច remove ចោលបានប៉ុន្តែមួយទៀតក៏យើងអាចគិតថាuser ហ្នឹងឬក៏អ្នកបំពេញ data set ដែលយើងយកមកធ្វើហ្នឹងវាអាចមានមួយចំនួនគឺគាត់បំពេញខុសតែបើសិនជា data នឹងមានតិចទេយើងក៏អាចលុបចោល remove ចោលដែរអញ្ចឹងចំណុចទី5គឺ validate data គឺជាការដែលយើងទៅពិនិត្យ data មួយហើយទៅលើចំណុចទី6ទៅលើ data type អញ្ចឹង data type របស់យើងមានច្រើនប្រភេទគឺមាន text មាន number មាន whole number numerical មាន currency មាន text មានអីផ្សេងថែមទៀតអញ្ចឹងទៅមាន date អីទៀតអញ្ចឹងទៅអញ្ចឹងការដែលយើងយក data យើងហើយយើងត្រូវ detect ទៅលើ data type របស់យើងជាក់ស្ដែងបើសិនជា data set របស់យើងជាលេខហើយនៅក្នុង data raw របស់យើងហ្នឹងយើងដាក់វា data type ជា text អញ្ចឹងទៅពេលដែលយើង upload ទៅក្នុង Power BI ហើយយើងធ្វើការ analyze គឺវាអត់អាចសាំ data នោះបានទេហើយក៏វាជា error ដែរក៏ដោយសារតែ data របស់យើងជា numerical ប៉ុន្តែយើងដាក់ data type វាទៅជា text អញ្ចឹងវាមានសារៈសំខាន់នៅពេលដែលយើងធ្វើ transform data កន្លែង data type ហ្នឹងហើយទី7គឺទៅលើ data encoding អញ្ចឹងទៅលើ data encoding sometimes ពេលខ្លះទៅលើ data គាត់ encode បែបថាជាក់ស្ដែងដូចជាមនុស្សប្រុសហើយនិងមនុស្សស្រីអញ្ចឹងទៅអញ្ចឹងយើងអាច encode ថាមនុស្សស្រីគឺជាលេខ1ហើយមនុស្សប្រុសទៅជាលេខ0អញ្ចឹងទៅអញ្ចឹងយើងអាចជា binary ពីរលេខហ្នឹងប៉ុន្តែទៅលើការ encode ហ្នឹងក៏វាសារៈសំខាន់ដែរបើសិនជាយើង deep ទៅលើ machine អីថែមទៀតតែនៅក្នុងចំណុចនេះយើង focus ទៅលើ Power BI សម្រាប់ analyze អញ្ចឹង format ទៅលើ encode គឺមានន័យថាបើសិនជា category ដូចថា3 category មានឈ្មោះ1 2 3អញ្ចឹងទៅយើង encode វាឲ្យទៅជា numerical លេខដែលយើងអាចតំណាងវាបានអញ្ចឹងទៅនឹងក៏គេហៅថា encode ហើយទៅលើ data integrity គឺជា data ដែលយើងគិតថាdata របស់យើងយកពីប្រភពផ្សេងគ្នាអញ្ចឹងយើងត្រូវទៅឆែកមើល data source របស់យើងសិនថាតើ data source ដែលយើងយកចេញមកហ្នឹងគឺវាត្រឹមត្រូវអត់គឺ data set ហ្នឹងមិនដែរគឺ performance logic របស់វាហ្នឹងត្រឹមត្រូវដូចជាយើងយកមក analyze ហើយនឹងម្យ៉ាងទៀតយើងក៏ទៅឆែកជាមួយនឹង data ដែលយើងមានដែរតើ data ដែលយើងមានបច្ចុប្បន្នហើយជាមួយ data ដែលយើងយកមកបន្ថែមទៀតហ្នឹងគឺវាខុសគ្នាយ៉ាងដូចម្តេចដែរអញ្ចឹងយើងអាចថាយើង knowledge ទៅលើ benchmark ហើយទៀតយើង performance logic ហើយទៀតយើង investigate ហើយនឹង resource anticipation អញ្ចឹងទៅលើការស្របវិញចំណុចទី8គឺយើងទៅពិនិត្យធ្វើ data យើងដែលយើងយកចេញមកពីប្រភព source performance ផ្សេងគ្នាហ្នឹងតើ data set របស់យើងគឺត្រឹមត្រូវដែរអត់ទេព្រោះបើសិនជាយើងយក data set data របស់យើងបានអញ្ចឹងតែយើងយក data set ពីខាងក្រៅពីចំណងរបស់យើងទៀតផ្សេងគ្នាការដែលយើងមកឬក៏វិភាគហ្នឹងក៏អត់ធំត្រូវជាមួយគ្នាដែរអញ្ចឹងយើងត្រូវ make sure ថា data set របស់យើងគឺ accurate គឺត្រឹមត្រូវហើយចំណុចទី9ទៅលើ documentation អញ្ចឹងទៅក្នុងកន្លែង data transformation យើងត្រូវ record ឬក៏ note ទៅលើ data ដែលយើងបានធ្វើអញ្ចឹងយើងនៅពេលដែលយើង modify ពី original data ទៅ data ដែលយើង modify ហើយពីបែបមិនដែរហើយយើងត្រូវឆែកទៅមើលនៅពេលដែលយើង transform ពី data ប្រភេទនេះទៅកាន់ data ប្រភេទមួយទៀតហ្នឹងមិនដែរយើង note ទុកវាហើយម្យ៉ាងទៀតក៏យើងអ្វីដែលចំណុចសំខាន់ជាងគេនោះគឺ3យើង noteបើសិនជាយើង limit ក្នុងការធ្វើ transform data ឬក៏ឆែកទៅលើ assumption data ណាមួយយើងនៅទុកយើងទុកជា future យើងអាចធ្វើ data នឹងផ្សេងថែមយ៉ាងទៀតហើយយ៉ាងទៀតបើសិនជាយើងមានបញ្ហាមួយចំនួនទៅលើ data យើងគិតថាយើង modify ទៅខុសយើងអាច back មកវិញបានប៉ុន្តែនៅក្នុង Power BI គឺមានកន្លែងមួយសម្រាប់ record ទៅលើ action យើងធ្វើយើង change data យើង remove data យើង filter គឺមាន record នឹងស្រាប់អញ្ចឹងយើងអាចទៅមុខទៅក្រោយវិញបានចំណុចទី9ហើយចំណុចដល់កន្លែង sum trip សម្រាប់ cleaning data ក្នុង Power BI ចំណុចទី1របស់យើងគឺយើង understand ទៅលើ data អញ្ចឹងការដែលយើងធ្វើការវិភាគមួយគឺវាមានសារៈសំខាន់ណាស់ទៅលើ data បើសិនជាយើងយល់ data នឹងកាន់តែច្បាស់ការដែលយើង analyze ក៏បានកាន់តែឆាប់យើង analyze ក៏ត្រូវអ្វីដែលយើងចង់បានហើយម្យ៉ាងទៀតក៏យើងឆាប់មើលឃើញនៅកំហុស data នឹង missing ឬក៏ data នឹងបែបលក្ខណៈថាការដែលគេផ្ដល់ទិន្នន័យនោះមិនត្រឹមត្រូវចំណុចណាមួយគឺយើងឆាប់ចាប់ដឹងបាននៅពេលដែលយើងយល់ដឹងពី data set មួយនឹងកាន់តែច្បាស់ហើយចំណុចទី2គឺការ remove unnecessary column អញ្ចឹង
ជាក់ស្ដែងបើសិនជា column វាមាន10 column ប៉ុន្តែបើសិនជា column ដែលយើងយកទៅប្រើប្រាស់គឺមាន3ទៅ4 column ទេដែលយើងត្រូវវិភាគឬក៏ analyze ឧទាហរណ៍ជាក់ស្ដែងនៅក្នុងខែហ្នឹងគឺគេចង់ដឹងថាតើbusiness នៅក្នុងកម្ពុជារបស់យើងមួយណាដែលគាត់រកបានប្រាក់ចំណូលច្រើនជាងគេហើយមូលហេតុអ្វីគឺប្រកបណាយើងមាន table ឧទាហរណ៍ថាយើងគ្រាន់តែវិភាគប៉ុណ្្នឹងអញ្ចឹងយើងមាន column ត្រឹមតែ3 4សម្រាប់មកវិភាគសម្រាប់ demo តែប៉ុណ្្នឹងទេអញ្ចឹងផ្សេងទៀតយើងអាច keep សិនទៅយើងអាច remove ចេញសិនទៅបើសិនជាវាអត់ជា necessary ក្នុងការ report របស់យើងទេម្យ៉ាងមួយនៅពេលដែល data របស់យើង column កាន់តែច្រើន performance នៃការ record របស់យើងនៅពេលដែលយើង load មកប្រើក៏វារៀង slow ដែរហើយចំណុចទី3គឺ handle ទៅលើ missing value ចឹងយើងឆែក missing value យើងគួរតែ refresh ទៅលើ value ហ្នឹងបើសូមទៅជា null ផ្សេងថែមទៀតហើយនឹងបើសិនជាលេខហ្នឹងគេអត់បានបំពេញទេយើងនៅក្នុង Power BI automatic បើសិនជា record ហ្នឹងអត់បានបំពេញទេគឺ null automatic ហ្មងចឹងយើង refresh null ទៅកាន់ value មួយចំនួនផ្សេងដូចបាច់ដែលយើងត្រូវ record វាហើយម្យ៉ាងទៀតយើង fill down គឺទៅលើ data set របស់យើងអាច fill ថាទៅលើ column ដំបូងហើយនឹង column ខាងក្រោមហ្នឹងយ៉ាងដូចម្ដេចវានឹង fill automatic ឲ្យយើងដែរទៅលើ fill down ហើយនឹងគេថា fill down ហ្នឹងសម្រាប់ refresh ទៅលើ value with insert value បើសិនជា data set ហ្នឹងយើងអាចថាយើងកែសម្រួលវាបានយើងអាចកែសម្រួល data set ហ្នឹងហើយបើសិនជា data set ហ្នឹងយើងអត់អាចកែសម្រួលទេយើងនឹង remove អញ្ចឹងដូចទៅលើ rule របស់យើងបើសិនជា 5% យើងអាច remove ចោលបើសិនជា data នឹងវាប្រកាសជាអត់ unnecessary តែបើសិនជាវាច្រើនជាងនោះហើយវា necessary យើងត្រូវចែកវាសិនតែយើងគួរត្រប់យើងគួរតែបំពេញតាម min media ឬក៏ regression ហើយចំណុចមួយទៀតយើងនឹងមកកន្លែង dealing with duplicate អញ្ចឹង data ដែលយើងបានអូនបញ្យល់ពីខាងចំណុចនេះដែរគឺទៅលើ duplicate អញ្ចឹងការយើង remove duplicate គឺវាមានសារៈសំខាន់បើសិនជាយើងទុក duplicate data អញ្ចឹងនៅពេលដែលយើង analyze ក៏ណាស់ទិន្នន័យរបស់យើងគឺវានឹងបូកសរុបនៅ record ទី1 record ទី2មកអញ្ចឹងធ្វើឲ្យ data របស់យើងឧទាហរណ៍ថាការវិភាគរបស់យើងត្រឹមតែ3លានទេតែនៅពេលដែលយើងទុក duplicate វាឡើងដល់4លានអីចឹងទៅអញ្ចឹងវាប៉ះពាល់វាអត់ត្រូវ impact ទៅលើ real time data របស់យើងទេហើយចំណុចទី2ទៀតគឺយើង handle ទៅលើ inconsistent data យើងអញ្ចឹងទៅលើការ record របស់យើង handle ទៅលើ inconsistent data ហ្នឹងយ៉ាងដូចតិចអញ្ចឹងនៅក្នុង Power Edit Query របស់យើងអាច convert data type របស់យើងហើយយើងអាច convert data របស់យើងទៅជា standard data ហើយទៀតយើង apply ទៅលើ transform data ឬក៏ correct ទៅលើ inconsistency ដែលយើងគិតថា refresh ទៅលើ value ណាដែលខុសទៅ data ដែលត្រឹមត្រូវប៉ុន្តែទៅលើការធ្វើ handle ទៅលើប្រភេទ transform data យើងនឹងទៅអនុវត្តនៅក្នុងលំហាត់វានឹងឆាប់យល់ជាងនេះគឺជាទ្រឹស្ដីមុននឹងយើងចូលទៅកន្លែងនេះគឺគេធ្វើបានអញ្ចឹងនេះគឺជាទ្រឹស្ដីនៃមេរៀនហើយយើងនឹងមកដល់ចំណុចកន្លែងនេះអញ្ចឹងយើងមកដល់ slide page ទី15ដែរអញ្ចឹងនៅកន្លែងនេះបើសិនជាបងមានចម្ងល់ឬក៏មានបញ្ហាអីបន្ថែមកន្លែងនេះអាចសួរបងអូនសិនបានយើងនឹងទៅចំណុចបន្តទៀតដែរចម្ងល់អីទេយើងនឹងចាប់ដើមទៅpractice របស់យើងមកគឺឥឡូវទៅដល់ data transform យើងនឹងទៅធ្វើការវិភាគជាមួយគ្នាទៅ exercise មកអញ្ចឹងមុននឹងការទៅ exercise នៅក្នុងថ្ងៃនេះដែរអូនក៏ overview ទៅលើ exercise ដែលយើងត្រូវ practice នៅក្នុងថ្ងៃហ្នឹងហើយទៅលើ lesson មេរៀននេះគឺបើសិនជាបងមានចម្ងល់ហើយនឹងមានបញ្ហាបងអាច note ហើយកំឡុងពេលដែលបងអូនធ្វើនៅ exercise បងអាចសួរបងអូនមកបានថែមទៀតដែរអញ្ចឹង make sure ថាបើសិនជាបងមានចម្ងល់អីបងអាចសួរបងអូនមកគឺកុំលាក់ទុកក្នុងចិត្តអីអាចសួរបានអញ្ចឹងនេះគឺជា overview លំហាត់ Power BI របស់យើងថ្ងៃហ្នឹងគឺអូនបានត្រៀមនៅ exercise មួយចំនួនសម្រាប់យើង practice ព្រោះការ practice វាមានសារៈសំខាន់បើយើង practice បានកាន់តែច្រើនការអនុវត្តរបស់យើងគឺអូខេកាន់តែល្អ performance អញ្ចឹងអូននឹងមកកន្លែងexercise អញ្ចឹង exercise របស់យើងទី1គឺ data cleaning គាត់អាច refresh value មួយចំនួនដែរតិចតួចអីដែរប៉ុន្តែថ្ងៃនេះយើងនឹងស៊ីជម្រៅបន្ថែមទៀតទៅលើ data set របស់យើងតើយើងត្រូវ remove data យើងត្រូវ handle data បើសិនជា data នឹងណានឬក៏ empty យ៉ាងដូចនេះអញ្ចឹងដើម្បីកុំឲ្យពេលកាន់តែយូរទៀតយើងនឹងទៅ exercise ទី1របស់យើងគឺ data cleaning អញ្ចឹងនៅក្នុង data set របស់យើងគឺមានឈ្មោះថា cell file ដែលជាប្រភេទ Excel data ចឹងជាក់ស្ដែងនៅពេលដែលយើងធ្វើ practice ជាក់ស្ដែងជាមួយនឹង data real time របស់យើងបើសិនជា company បែបធំគេនឹងអាចធ្វើជា data ដែលយកចេញមកពី database
វាយើងអាចថាជា server data ប៉ុន្តែកន្លែងមួយចំនួនយើងនៅតែប្រើ data ជា Excel ដើម្បីយកមកធ្វើការវិភាគឬក៏ CSV file ដែលគេ export data សម្រាប់យកមកឲ្យយើងសម្រាប់ជាអ្នកវិភាគទិន្នន័យចឹង important ទៅលើ Power Query របស់យើងគឺយើងទៅឆែកទៅលើ quality issue data របស់យើងតាមទៀតយើង refresh null value ទៅកាន់ numeric record គឺជាលេខ0នៃចឹងទៅមានន័យថាយើងត្រូវចេះឆែកទៅមើល pattern នៅ data យើង null ចឹងនៅក្នុង Power BI បើសិនជា data set Excel របស់យើងហ្នឹងគឺអត់បានបំពេញទេចឹងចូលទៅក្នុង Power BI វាអត់ស្គាល់ថានឹងជា null data លក្ខណៈថាអត់បានបំពេញទេវានឹង record ទៅជា null data automatic មកហើយទីមួយទៀតយើងនឹង fix ទៅលើ inconsistent text ចឹងដូចនៅក្នុង data set ហ្នឹងយើងនឹងមាន600តែក្នុង data set របស់យើងជា column numeric record ឬក៏ជាលេខប៉ុន្តែនៅពេលដែលយើង store វាជា text ចឹង user មួយចំនួនគាត់អត់បានមើល pattern គាត់វាយជា text មកវិញចឹងយើងត្រូវបំលែងហ្នឹងទៅជាលេខ600វិញហើយបន្តទៀតយើងនឹងទៅ correct data របស់យើង correct data របស់យើងថែមគឺ data បើសិនជា decimal data យើងនឹងបំលែងទៅជា data decimal បើសិនជា date យើងបំលែងទៅជា date យើង change data type របស់យើងហើយចំណុចទៀតយើងនឹង remove ទៅលើ error data ហើយនឹង duplicate ហើយចុងក្រោយយើងនឹងបាន data មួយដែលអាចប្រើប្រាស់បានយើងនឹងទៅវិភាគនៅក្នុងលំហាត់ទី1ហ្នឹងហើយចូលទៅក្នុងលំហាត់ទី2ប៉ុន្តែមុនចូលលំហាត់ទី2បងអូនសូមសួរលំហាត់ទី1សិនបែបថាប្រព័ន្ធនេះគឺបងមានចម្ងល់ទេបងឬក៏ចាំយើងនឹងទៅ practice លំហាត់មកបងនឹងមានចម្ងល់ច្រើនទៀតចឹងដែរយើងនឹងទៅបាទបងយើងធ្វើមិនដឹងថា data ហ្នឹងខុសបាទ data ហ្នឹងគឺខុសនៅពេលដែលយើងចូលទៅមើលនៅ column នៅ Excel data របស់យើងហ្នឹងនៅពេលដែលយើង import វាចូលទៅក្នុង Power BI យើងនឹង check data ថា data ហ្នឹង pattern ខុសបែបយ៉ាងដូចតែអញ្ចឹងវានឹងងាយស្រួលនៅពេលដែលយើង import data អញ្ចឹងដើម្បីថាកុំឲ្យបងគេថាយើងពិបាកក្នុងការ detect តែ data ហ្នឹងយើងមើលមិនបានដឹងថាវាជា data ដែលយើង system ឬក៏ data set នឹងខុសនៅពេលដែលយើង practice បងនឹងឃើញ data នឹងជាក់ស្ដែងហ្មងដូចជានេះគឺគ្រាន់តែជា overview មុននឹងយើងទៅអញ្ចឹងនេះគឺជាចំណុចដ៏ល្អមួយអញ្ចឹងបងសួរវិញបងអូនត្រូវហើយអញ្ចឹងនៅពេលដែលយើងទៅ practice លំហាត់ហ្មងបងនឹងបានដំណោះស្រាយមួយថាយើងនឹងឆែកទៅលើ data set របស់យើងគឺ data នេះគឺវាអត់ខំត្រូវយ៉ាងដូចនេះនេះបងអាចនៅទុកសំណួរនឹងមួយអញ្ចឹងដល់ពេលយើង practice បងនឹងដោះស្រាយនៅចម្លើយមួយនឹងបានហើយវាជាបងអាចទុកជា unit មួយបងអាចធ្វើជាលក្ខណៈថាលើកក្រោយបងដឹងហើយថា data ហ្នឹងយើងឆែកទៅវានឹងខុសយ៉ាងដូចម្ដេចនឹងសម្រាប់លំហាត់ទី1អញ្ចឹងនេះគឺជាចម្លើយពីបងប្អូនទៅវិញដែរបើយើងនឹងទៅ practice នៅលំហាត់របស់យើងតទៅទៀតហ្នឹងអញ្ចឹងនេះគឺជាកន្លែងចូលទៅបងត្រូវ note អញ្ចឹងទៅហើយទៅលើលំហាត់ទី2បើសិនជាបងផ្សេងមានចំណងផ្សេងទៀតដែរអាចសួរបងប្អូនសិនមកបានហើយយើងនឹងមកលំហាត់ទី2នេះយើងនឹងមក overview លំហាត់ទី2ចឹងលំហាត់ទី2របស់យើងគឺយើងមាន2 file ដំបូងយើងប្រើតាមមួយ file ទេតែនៅក្នុងលំហាត់ទី2នេះយើងចាប់តាមប្រើ2 file គឺយើងប្រើទៅលើ appending data ចឹងយើងមាន data 2គឺ adventure work cell ហើយនឹង data មួយទៀតគឺ order cell ចឹងកន្លែងនេះដែរដើម្បីកុំឲ្យបងកាន់តែទន្ទឹងរង់ចាំនៅលំហាត់មួយហ្នឹងចឹងយើងនឹងទៅលំហាត់នឹងទាំងអស់គ្នាទៅបងនឹងឃើញនៅដំណោះស្រាយហ្នឹងចឹងដូចជាលោកគ្រូលីស៊ំបាន send នៅ data set មួយចំនួនហ្នឹងគឺទៅឲ្យបងនៅក្នុងក្រុមហើយស្រាប់ហើយអញ្ចឹងបើសិនជាបងដែលគាត់កំពុងតែប្រើ computer ដែរសម្រាប់ធ្វើការ practice លំហាត់ហ្នឹងបងអាចចាប់ដើមបើកនៅ computer របស់បងទាំងអស់គ្នា laptop យើងនឹងទៅ practice លំហាត់ទាំងអស់គ្នាអញ្ចឹងយើងសូមបើកនៅលំហាត់ទី1របស់យើងអញ្ចឹងបងអូនអាចនឹងសួរបងតិចទៅអញ្ចឹងបងកំពុងតែរៀនបងប្រើប្រាស់នៅ laptop ឬ computer សម្រាប់ practice បដាតែបងចាលោកគ្រូមានកុំព្យូទ័រប្រើតាមកុំព្យូទ័របាទអរគុណច្រើនសម្រាប់ឆ្លើយតបបើសិនជាយើងកំពុងតែប្រើប្រាស់ស្រាប់អញ្ចឹងស្រួលយើង practice ទៅទាំងអស់គ្នាហ្មងហើយយើងក៏មាន record វីដេអូដែរអញ្ចឹងនៅពេលដែលយើងបាន practice មួយយើងមើល record វីដេអូទៀតនៅពេលដែលយើងចប់មេរៀនហ្នឹងយើងនឹងអាចចេះមានភាពងាយស្រួលមួយយើងនៅតែម្ដងចឹងក៏សូមអរគុណដែរបងបើសិនយើងមានប្រើប្រាស់ laptop ឬក៏ computer ស្រាប់ហើយយើងនឹងទៅ practice នៅលំហាត់នឹងទាំងអស់គ្នាហ្មងចឹងជាដំបូង
បងសូមបើកនៅលំហាត់ដែលយើងមានឈ្មោះ file 3.1 Power BI 02.pdf ហ្នឹងគឺជា file លំហាត់របស់យើងទី1អញ្ចឹងប្រហែលជាបងអូនចង់ spend time ទៅឲ្យបងអានទៅលើលំហាត់នោះបន្តិចយើងនឹងទៅ practice នៅលំហាត់នឹងតែម្ដងដោយសារតែបើសិនជាយើងអាននៅលំហាត់នឹងយល់ការដែលយើងធ្វើការវិភាគឬក៏យើងធ្វើលំហាត់ហ្នឹងគឺការដែលមានភាពងាយស្រួលហើយម្យ៉ាងទៀតបើសិនជាបងបានអានហើយបងណូតទុកវានៅពេលដែលយើងធ្វើនឹងមានចម្ងល់នឹងមានសំណួរច្រើនសម្រាប់សួរតែម្ដងអញ្ចឹងបងអូនប្រហែលជាចំណាយពេលឲ្យបងអាន1 ទៅ 2 នាទីសម្រាប់លំហាត់មួយហ្នឹង